សួងការពារជាតិកម្ពុជាបានប្រកាសនៅថ្ងៃនេះដោយចោទប្រកាន់ថាភីគីថៃបានប្រើប្រាស់អាវុធធុនធ្ងន់និងយន្តហោះចម្បាំងប្រភេទ F16 សម្ដៅលើជនស៊ីវិលដោយមិនរើសមុខដែលបញ្ហានេះវាគឺជាការរំលោភដ៏ធ្ងន់ធ្ងរប្រឆាំងនឹងច្បាប់អន្តរជាតិគណៈពលរដ្ឋនៅតាមព្រំដែនខាងភីគីកម្ពុជាបានបន្តចម្លៀសរត់ទីតាំងដែលមានសុវត្ថិភាពរហូតឈានដល់ថ្ងៃទី3នៅថ្ងៃពុធនេះអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រីម៉ាលីសុជាតាបានថ្លែងសារទាំងព្រឹកព្រលឹមនៅថ្ងៃពុធដោយបញ្ជាក់ថាភីគីថៃបានបាញ់ស្រោចចូលទឹកដីកម្ពុជាទាំងព្រឹកស្រាងចូលថ្ងៃទី3នៅថ្ងៃនេះហើយការប្រើប្រាស់អាវុធសុទ្ធតែជាប្រភេទធុនធ្ងន់លើកនេះគឺសម្ដៅកំទេចភូមិឋាននិងជនស៊ីវិលដោយមិនរើសមុខឡើយដោយឡែកនៅថ្ងៃទី3នៃការប្រយុទ្ធគ្នានៅថ្ងៃនេះដែរទាំងរូបភាពជាคลิปវីដេអូនិងរូបភាពសន្លឹកនៅលើបណ្ដាញសង្គមបង្ហាញពីការខ្ទេចខ្ទាំផ្ទះសម្បែងនិងដីស្រែចម្ការរបស់ពលរដ្ឋកម្ពុជាដោយការបាញ់ផ្លោងនិងការទម្លាក់គ្រាប់ដោយយន្តហោះចម្បាំង F16ហេតុការណ៍នៅថ្ងៃទី3នេះគឺមានសភាពធ្ងន់ធ្ងរបើធៀបនឹងថ្ងៃម្សិលមិញដោយក្រមយោធាថៃបានពង្រីកការវាយលុកចូលដែនអធិបតេយ្យភាពកម្ពុជាច្រើនទីតាំងទៀតមាននៅភ្នំព្រឹកនិងសំពៅលូនជាដើមក្រៅពីនេះភីគីថៃបានព្យាយាមបាញ់កំទេចទីតាំងបុរាណស្ថានដែលជាកេរមរតកខ្មែរដូចជាប្រាសាទតាក្របីនិងនៅតំបន់ប្រាសាទព្រះវិហារហើយអ្វីដែលកាន់តែហួសចិត្តគឺទីតាំងជួសជុលប្រាង្គប្រាសាទព្រះវិហារក៏ត្រូវក្រមយោធាថៃកំទេចចោលគ្មានសេសសល់អ្វីដែរជំវិញចំនួនដោយសភាវុធនេះសហគមន៍អន្តរជាតិបានទាមទារឲ្យភីគីទាំងពីរត្រូវរកច្រកចេញដើម្បីបើកផ្លូវឲ្យមានសន្តិភាពឡើងវិញនៅថ្ងៃនេះក្រសួងការបរទេសអាមេរិកតាមរយៈស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងភ្នំពេញសម្ដែងការព្រួយបារម្ភនឹងជំរុញឲ្យកម្ពុជានិងថៃត្រូវបញ្ឈប់ជាបន្ទាន់ហើយងាកទៅរកតុចរចាឡើងវិញចំណែកប្រធានាធិបតីលោក Donald Trump ក៏បានសន្យាថានឹងហៅទូរស័ព្ទមកមេដឹកនាំទាំងពីរដែរនៅថ្ងៃពុធនេះក្នុងបំណងស្វែងរកដំណោះស្រាយរួមមួយចំណែកឯអគ្គលេខាធិការនៃអង្គការសហប្រជាជាតិលោកអង់តូនីញ៉ូក៏បង្ហាញចំហដូចគ្នាចំពោះវិបត្តិដែលកំពុងតែកើតឡើងនៅគ្រានេះដែរបើទោះជាយ៉ាងនេះក្តីសម្រាប់រដ្ឋាភិបាលទីក្រុងបាងកកហាក់មិនខ្វល់នឹងសម្ពាធពីសហគមន៍អន្តរជាតិនេះឡើយលោកអនុធីនដែលជានាយករដ្ឋមន្ត្រីថៃត្រូវកសែក្នុងស្រុករបស់ថៃស្រង់សម្ដីមកចុះផ្សាយនៅថ្ងៃពុធនេះថាលោកនឹងបន្តវាយលុកចូលកម្ពុជាដល់ទីបញ្ចប់និងគ្មានថ្ងៃចរចានោះទេមិនតែប៉ុណ្ណោះមេដឹកនាំថៃរូបនេះក៏បានប្រកាសពីការពន្យាពេលក្នុងការបោះឆ្នោតដែលតាមផែនការលោកអនុធីនគ្រោងនឹងរំលាយរដ្ឋាភិបាលរបស់ខ្លួនមុនពេលសម័យប្រជុំសភាវិសាមញ្ញចាប់ផ្ដើមនៅថ្ងៃទី12ខែធ្នូឆ្នាំ2025នេះក៏ប៉ុន្តែការស្នើសុំលើកពេលនៃការបោះឆ្នោតលើកនេះក៏រំហេតុផលថៃកំពុងមានសង្គ្រាមជាមួយកម្ពុជាគិតមកដល់ល្ងាចថ្ងៃពុធគេនៅមិនទាន់មានទិន្នន័យផ្លូវការណាមួយដែលបង្ហាញពីការខូចខាតនិងអ្នករងគ្រោះដោយការវាយលុកដោយអាវុធធុនធ្ងន់ការប្រើប្រាស់ផ្សែងពុលនិងយន្តហោះចម្បាំងប្រភេទ F16 របស់ភីគីថៃមកលើជនស៊ីវិលនិងយោធាកម្ពុជានៅឡើយទេក៏ប៉ុន្តែតាមរយៈคลิปវីដេអូនិងរូបភាពនានានៅលើបណ្ដាញសង្គម Facebook ដែលត្រូវគេផ្សព្វផ្សាយគេសង្កេតឃើញស្ត្រីជាចុងភៅនៅក្នុងមន្ទីរយោធាក្នុងស្រុកស្វាយជែកខេត្តបន្ទាយមានជ័យរងរបួសធ្ងន់លើពីនេះទៅទៀតក្រមយោធាថៃបានព្យាយាមបាញ់រះលើជនស៊ីវិលនិងកំទេចលំនៅឋានរបស់អ្នកភូមិខ្ទេចខ្ទាំព័ត៌មានពីអាជ្ញាធរនៅតំបន់ជួរមុខឲ្យដឹងថាបើគិតពីទំហំនៃការខូចខាតផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ពលរដ្ឋកម្ពុជាប្រមាណជា 70% ដោយការទម្លាក់គ្រាប់ពីលើយន្តហោះនិងអាវុធធុនធ្ងន់របស់ថៃ